បាទនេះគឺជាការមើលថែទីរក់ឲ្យបានត្រឹមត្រូវវាមានចំណុចត្រឹមត្រូវហើយនឹងចំណុចមិនត្រឹមត្រូវហើយនេះជាការចាប់លើកទីរក់ហើយនេះជាការឆែកមើលលាមករបស់ទីរក់ហើយនេះជាការសម្អាតលាមករបស់ទីរក់ហើយនេះជាការលេងជាមួយទីរក់ហើយនេះជាការងូតទឹកឲ្យទីរក់ឲ្យបានត្រឹមត្រូវនេះជាការដាក់ខ្សែក្រវ៉ាត់នេះជាការផ្ដល់អាហារទៅដល់ទីរក់ចឹងមិនញ៉ាំផ្លូវមាន់ទេហើយនេះរបស់ដែលទីរក់ត្រូវបៀមនេះធ្វើឲ្យទីរក់សប្បាយចិត្តហើយនេះគឺជាវិធីលួងមិនឲ្យទីរក់ផឹកស្រាទេហើយនេះជាការសម្អាតច្រមុះហើយនេះជាការភ្លក់ទឹកដោះគោដែលយើងបានលាហើយតែវា